ជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីស្វាគមន៍មកកាន់ការផ្សាយព័ត៌មានកីឡាប្រចាំថ្ងៃនៃព្រឹត្តិការណ៍ FIFA World Cup 2026 ដែលកំពុងតែកើនកម្ដៅយ៉ាងខ្លាំងក្រុមជម្រើសជាតិន័រវេបានទម្លាក់ក្រុមជម្រើសជាតិប្រេស៊ីលឲ្យត្រឡប់ទៅផ្ទះវិញនៅក្នុងការប្រកួតវគ្គ16ក្រុមចុងក្រោយកាលពីយប់មិញនេះក្រុមជម្រើសជាតិន័រវេនៅសល់ត្រឹមតែ2ប្រកួតទៀតប៉ុណ្ណោះដើម្បីឈានដល់វគ្គផ្ដាច់ព្រ័ត្របន្ទាប់ពីបានយកឈ្នះប្រេស៊ីលនៅក្នុងវគ្គ16ក្រុមចុងក្រោយក្នុងលទ្ធផល2-1ដោយសារតែគ្រាប់ទី6និងទី7របស់ Erling Haaland គ្រាប់បាល់ទាំងនោះធ្វើឲ្យ Haaland បានតាមស្មើជាមួយនឹង Kylian Mbappé និង Lionel Messi ខណៈដែលការប្រណាំងប្រជែងដណ្ដើមស្បែកជើងមាសកាន់តែក្តៅគគុកនៅក្នុងការប្រកួតក្រុមជម្រើសជាតិប្រេស៊ីលបានរួចផុតពីឱកាសដំបូងរបស់ Patrick Berg មុនពេលពួកគេមានឱកាសមាសសុទ្ធបាល់ពេណាល់ទីដើម្បីនាំមុខនៅនាទីទី14 Christopher Archer បានបង្កកំហុសទៅលើ Matheus Cunha ហើយបន្ទាប់ពីការពិន័យឡើងវិញដោយវ៉ាប្រេស៊ីលត្រូវបានផ្ដល់បាល់ពិន័យតែគួរឲ្យសោកស្ដាយការសុទ្ធបាល់ពេណាល់ទីរបស់ Bruno Guimaraes ត្រូវបានសង្គ្រោះដោយអ្នកចាំទី O'Connell អ្នកចាំទី Norway វ័យ35ឆ្នាំរូបនេះគឺជាកីឡាករម្នាក់ដែលមានដៃជំនាញតាំងពីនៅក្មេងប៉ុន្តែជើងរបស់គាត់បានរារាំងការសុទ្ធរបស់ Gabriel Martinelli ហើយបន្ទាប់មក Vinicius Junior ដើម្បីបញ្ជូនក្រុមទាំងពីរឲ្យបន្តលេងរហូតដល់ចប់តាំងទី1ដោយមិនមានគ្រាប់បាល់សុទ្ធបញ្ចូលទីឡើយកីឡាករបម្រុងជនជាតិប្រេស៊ីល Endrick បានខកខានឱកាសដ៏ធំមួយបន្ទាប់ពីការមកដល់របស់គាត់ខ្សែប្រយុទ្ធវ័យជំទង់រូបនេះត្រូវបានបញ្ជូនបាល់ទៅទីដោយការបញ្ជូនបាល់កាត់មុខរបស់ Vinicius Junior ប៉ុន្តែការប៉ះបាល់ដំបូងរបស់គាត់បានធ្វើឲ្យមានការសុទ្ធខុសទីតាំង Andres បានបញ្ជូនបាល់ដ៏ល្អឥតខ្ចោះទៅកាន់ Haaland ដើម្បីសុទ្ធបញ្ចូលទីយ៉ាងអស្ចារ្យកាត់ Alisson បន្ទាប់មក Haaland បានដណ្ដើមបាល់ទី2ពីខាងស្ដាំគាត់បានសុទ្ធបាល់ចូលជើងរបស់ Danilo និងសុទ្ធរំលងដៃ Alisson ដើម្បីបង្កឲ្យមានការអបអរសាទរយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ Norway ការសុទ្ធបាល់ពេណាល់ទីរបស់ Neymar នៅចុងម៉ោងបន្ថែមដែលបានកើតឡើងនៅនាទីទី10នៃម៉ោងបន្ថែមគឺគ្មានអ្វីក្រៅពីការលួងលោមចិត្តឡើយខណៈពេលដែលប្រេស៊ីលបានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup លឿនបំផុតចាប់តាំងពីឆ្នាំ1990ខណៈដែល Norway បានឡើងទៅវគ្គ8ក្រុមចុងក្រោយជាលើកដំបូងសូមអរគុណសម្រាប់ការតាមដានទស្សនានេះខ្ញុំនឹងបន្តអាប់ដេតចំនួនគ្រាប់បាល់និងសកម្មភាពការប្រកួតនិងលទ្ធផលនៅលើទីលានប្រកួតជាបន្តទៀតនៅថ្ងៃស្អែកសូមអរគុណនិងសូមជម្រាបលា LTNG Sport វិសាលភាពនៃកីឡា